បាទសួស្តីបងប្អូនគ្នាបាទស្វាគមន៍មកកាន់ Nano Sound Olympic ក៏ដូចជា Thailand Channel វីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនគ្នាអំពីរបៀបនៅក្នុងការសេរីបាទតម្រូវគ្នារវាង JBL IX1 ហើយនិងប្រភេទ Sub IX 115S បាទការពិតទៅប្រភេទ IX ហ្នឹងគឺងាយស្រួលក្នុងការប្រើប្រាស់ជាងគេហើយបាទដោយសារតែយើងអត់មានប្រភេទ digital អីសេរីសំញ៉ាំទេបាទពួកហ្នឹងគឺមានប្រភេទ preset សពតែម្ដងអូខេអញ្ចឹងខ្ញុំធ្វើការបង្ហាញបងតែម្ដងបាទសម្រាប់ IX នេះគឺយើងមាន preset បងបាទមាន preset ជាច្រើនបាទនេះ preset ណាបាទមានដូចជា flat spec DJ KTV cafe price អីចឹងទៅបាទក៏ប៉ុន្តែបើសិនបងលេងជាមួយ sub បងយក flat មកបាទនេះយក preset flat មកបាទហើយនៅផ្នែកខាងក្រោយនេះបាទបងប្អូននឹងឃើញ out មួយបាទ mix out ណាបាទអញ្ចឹងបងដោតនេះ6លីមក XLR មកបាទអូខេ output មួយហើយនៅលើប្រភេទ IX នេះគឺបងប្អូនមើលបានដល់ខ្ញុំបើកសិនបាទមានប៊ូតុង power មួយវាមាន X over បាទនេះ X over នេះគឺបងប្អូនអាចចុចជ្រើសបានមាន 80Hz បាទ 100Hz 120បាទក៏ប៉ុន្តែជាទូទៅសម្រាប់ sub បាទ IX 115S យើងប្រើជាមួយ IX1 បងប្អូនអាចយកអាចថា 100Hz ទៅ120ទៅបាទបងប្អូនលេងខាងក្រៅទេបងប្អូនយក120ទៅបងប្អូនលេងខាងក្នុងអាច100Hz អីទៅបាទអាហ្នឹងបើសិនខ្ញុំស្រឡាញ់ 100Hz បែបខាងក្នុងហើយខាងក្រៅ 120Hz ក៏ប៉ុន្តែការប្រើប្រាស់ជាក់ស្ដែងបងប្អូនអាចយក 80Hz ក៏បានបាទបើសិនបងប្អូនស្រឡាញ់រឿងស្ទន់អីគឺបងប្អូនអាចយក 80Hz បានអូខេប៉ុន្តែបើយើងយកលក្ខណៈថាឲ្យស៊ីគ្នាល្អហ្មងអាច100Hz ទៅ120បាទហើយ polarity នេះយើងអត់ប្រើទេ input នេះបងប្អូនបាទ input មាន2អញ្ចឹងបងប្អូនអាចដោត input ទី2ក៏បាន input ទី1ក៏បានបាទហើយ output នេះបើសិនបងប្អូនចង់តទៅ sub តទៅអីទៀតគឺបងប្អូនអាចតបានអញ្ចឹងណាបាទអញ្ចឹងការប្រើប្រាស់គឺងាយៗតែប៉ុណ្្នឹងឯងបងប្អូនបាទហើយនេះ volume បងប្អូនអាចប្រើប្រាស់ជាក់ស្ដែងទៅតាមបទដែរបាទបើសិនបងប្អូនស្ដាប់បទបែបអកេះអកដងបាទ sub ខ្លាំងអញ្ចឹងបងប្អូនអាចតម្លាក់ volume មកល្មមទៅអាចតែបើកមកអស់អញ្ចឹងទៅបងប្អូនតម្លាក់តាមជាក់ស្ដែងទៅបាទក៏ប៉ុន្តែបើសិនបទអត់សូវមានបាសទេបងប្អូនអាចទៅឡើងបាទអូខេ